George Washington គឺជាបិតាស្ថាបនិកអាមេរិកដែលបានដឹកនាំកងកម្លាំងជាតិយកជ័យជំនះលើចក្រភពអង់គ្លេសក្នុងសង្គ្រាមបដិវត្តន៍ George Washington បិតាស្ថាបនិកនិងជាប្រធានាធិបតីដំបូងបង្អស់របស់អាមេរិក George Washington ជាប្រធានាធិបតីដំបូងបង្អស់របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ 1789 ដល់ឆ្នាំ 1797 តើបិតាស្ថាបនិកអាមេរិករូបនេះមានប្រវត្តិនិងការតស៊ូបែបណាខ្លះទើបអាចក្លាយទៅជាប្រធានាធិបតីដំបូងរបស់អាមេរិកជីវិតនិងការអប់រំ George Washington កើតនៅថ្ងៃទី 22 ខែកុម្ភៈឆ្នាំ 1732 នៅតំបន់ Westmoreland នៃរដ្ឋ Virginia ឪពុករបស់គាត់ឈ្មោះ Augustine Washington ម្ដាយឈ្មោះ Marybelle Washington ដែលជាប្រពន្ធទី2របស់ឪពុកលោកឪពុករបស់ George Washington គឺជាអ្នកដាំថ្នាំជក់ដែលមានអចលនទ្រព្យជាច្រើនកន្លែង George Washington គឺជាកូនច្បងក្នុងចំណោមបងប្អូនបង្កើតចំនួន 6 នាក់ក៏ប៉ុន្តែបងប្អូនរបស់គាត់បានស្លាប់ម្នាក់ពេលនៅជាទារកលោកក៏មានបងប្អូនប្រុសឪពុកទីតីចំនួន 2 នាក់ផងដែរឈ្មោះ Laurent Washington និង Augustine Washington Jr. ដែលជាកូនរបស់ប្រពន្ធទី1ឈ្មោះ Jane Baxter កុមារ George Washington ចំណាយពេលកុមារភាពរបស់ខ្លួនរស់នៅកសិដ្ឋានគាត់បានផ្ដើមសិក្សាដំបូងនៅផ្ទះជាមួយនឹងគ្រូជាច្រើននាក់ប៉ុន្តែក្រោយមកបានចូលទៅសិក្សានៅសាលាដោយមិនទៀងទាត់ចាប់ពីអាយុ 7 ឆ្នាំដល់ 15 ឆ្នាំឪពុករបស់គាត់បានទទួលមរណភាពនៅក្នុងឆ្នាំ 1743 ដែលធ្វើឲ្យគាត់បាត់បង់ឱកាសទៅសិក្សានៅបរទេសក្រោយពេលឪពុកបង្កើតបានស្លាប់បងប្រុសម្ដាយទីតីរបស់គាត់ឈ្មោះ Laurent Washington ដែលជាបុរសមានចរិតល្អនិងមានចំណេះដឹងបានក្លាយទៅជាអាណាព្យាបាលរបស់គាត់ក្នុងវ័យ 15 ឆ្នាំ George Washington បានបញ្ចប់ការសិក្សាជាផ្លូវការក្រោយមកបងប្រុសម្ដាយទីតីរបស់គាត់ដែលធ្លាប់បម្រើការងារនៅកងទ័ពជើងទឹកគិតចង់រកកន្លែងឲ្យគាត់ធ្វើនៅក្នុងស្ថាប័ននោះដែរប៉ុន្តែសំណើនោះត្រូវបានម្ដាយរបស់គាត់បដិសេធផ្ទុយមកវិញគាត់បានចាប់ផ្ដើមអាជីពជាអ្នកពិនិត្យមើលដីនិងអគារនៅក្នុងឆ្នាំ 1751 George Washington បានធ្វើដំណើរទៅបរទេសលើកដំបូងនៅពេលដែលគាត់ជួនដំណើរបងប្រុសម្ដាយទីតីឈ្មោះ Laurent ទៅកាន់ប្រទេស Barbados ដោយសង្ឃឹមថាអាកាសធាតុនៅទីនោះនឹងអាចព្យាបាលជំងឺរបេងរបស់បងប្រុសបានទទួលមរតកពីបងប្រុសម្ដាយទីតី Laurent Washington ដែលត្រូវជាបងប្រុសម្ដាយទីតីរបស់ George Washington បានទទួលមរណភាពនៅខែកក្កដាឆ្នាំ 1752 ដោយសារជំងឺរបេងនិងបានបន្សល់ទុកចំការដ៏ធំឈ្មោះ Mount Vernon ឲ្យកូនស្រីរបស់គាត់ឈ្មោះ Sarah ក៏ប៉ុន្តែនៅពេល Sarah បានស្លាប់នៅក្នុងរយៈពេល 2 ខែបន្ទាប់ George Washington ដែលនៅពេលនោះមានអាយុត្រឹម 20 ឆ្នាំបានក្លាយទៅជាម្ចាស់មរតកនោះនៅក្នុងខែធ្នូឆ្នាំ 1752 លោកទទួលបានការតែងតាំងជាជំនួយការដែលវាជាតួនាទីធំនៅក្នុងកងជីវពលរដ្ឋ Virginia នៅដើមទសវត្សរ៍ឆ្នាំ 50 បារាំងបានចាប់ផ្ដើមពង្រីកទឹកដីរបស់ខ្លួននៅក្នុងតំបន់ជាច្រើនដែលបច្ចុប្បន្នហៅថារដ្ឋ Pennsylvania នៅថ្ងៃទី 31 ខែតុលាឆ្នាំ 1753 ជនជាតិអង់គ្លេសឈ្មោះ Robert Dinwiddie ដែលជាអភិបាលរងគ្រប់គ្រងរដ្ឋ Virginia បានបញ្ជូនលោក George Washington ទៅកាន់តំបន់ Fort Belvoir ដែលបច្ចុប្បន្នស្ថិតនៅទីក្រុង Waterford នៃរដ្ឋ Pennsylvania ដោយនៅទីនោះលោកបានធ្វើការទាមទារឲ្យបារាំងចាកចេញដោយអះអាងថាទឹកដីនោះជាកម្មសិទ្ធិរបស់អង់គ្លេសនៅពេលបារាំងមិនព្រមចាកចេញលោក Washington បានវិលត្រឡប់ទៅកាន់ទីក្រុង Williamsburg ដែលគ្រានោះវាជារដ្ឋធានីរបស់រដ្ឋ Virginia នៅពេលទទួលបានដំណឹងនេះលោក Robert Dinwiddie បានបញ្ជូនគាត់ត្រឡប់ទៅវិញជាមួយនឹងទាហានជាច្រើននិងបានប្រាប់ឲ្យគាត់បោះទីតាំងនៅតំបន់ Great Meadow ដែលបច្ចុប្បន្នជាតំបន់ Fayette នៅក្នុងរដ្ឋ Pennsylvania
នៅពេលលោក George Washington បានទៅដល់គោលដៅលោកបានឃើញថាបារាំងបានដេញពួកឈ្មួញអាណានិគមចេញនិងបានសាងសង់បន្ទាយមួយនៅក្នុងគ្រានោះទាហានរបស់គាត់បានធ្វើការវាយប្រហារទៅលើទីតាំងរបស់បារាំងនៅបន្ទាយ Fort Duquesne នៅថ្ងៃទី28 ខែឧសភាឆ្នាំ1754បណ្ដាឲ្យទាហានបារាំងចំនួន10នាក់ស្លាប់រួមមានបញ្ជាការបារាំងឈ្មោះគូឡុង de Jumonville ខណៈអ្នកនៅសល់ផ្សេងទៀតត្រូវបានចាត់ធ្វើជាអ្នកទោសនៅក្នុងឆ្នាំ1755ទោះបីមានការបរាជ័យនៅឯបន្ទាយ Fort Necessity លោក George Washington ត្រូវបានគេតែងតាំងជាវរៈសេនីយ៍ឯកនិងជាមេបញ្ជាការកងទ័ពដើម្បីការពារដល់រដ្ឋចំណុះរបស់ចៅហ្វាយនាយក្រោមការបញ្ជារបស់គាត់កងវរៈសេនាធំបានធ្វើការវាយប្រហារជាច្រើនលើកច្រើនសារធ្វើឲ្យគាត់កាន់តែមានកេរ្តិ៍ឈ្មោះលាលែងពីតំណែងដើម្បីធ្វើជាអ្នកចំការនិងអ្នកនយោបាយនៅក្នុងឆ្នាំ1758លោក George Washington បានលាលែងពីតំណែងរបស់គាត់និងបានវិលត្រឡប់ទៅចំការ Mount Vernon ដែលជាមរតករបស់គាត់វិញដើម្បីប្រកបរបរជាអ្នកចំការនិងអ្នកនយោបាយក្នុងរយៈពេលជាច្រើនឆ្នាំលោកបានបង្កើនទំហំដីធ្លីរបស់គាត់ពីជាង800ហិកតាទៅជា3200ហិកតាជាមួយនឹងកសិដ្ឋានចំនួន5ដំបូងឡើយគាត់ដាំតែថ្នាំជក់ប៉ុណ្ណោះប៉ុន្តែចាប់ពីឆ្នាំ1766មកគាត់បានចាប់ផ្ដើមដាំស្រូវសាលីនិងធ្វើការកែច្នៃផលិតផលរបស់គាត់មុនពេលលក់ទៅកន្លែងផ្សេងនៃទឹកដីអាណានិគមនៅទីបំផុតលោកក៏បានបង្កាត់ពូជត្រីសេះនិងផលិតផលសាច់ជ្រូកនិងដំបានក្រោយមកទៀតពោលគឺនៅក្នុងឆ្នាំ1790លោកបានបង្កើតរោងចក្រចម្រាញ់ស្រាមួយនៅក្នុងឆ្នាំ1758លោកបានចូលរួមនៅក្នុងសភានៃរដ្ឋ Virginia ដោយតំណាងឲ្យតំបន់ Frederick និងបានបម្រើការនៅទីនោះរហូតដល់ឆ្នាំ1774ចាប់ពីទសវត្សរ៍ឆ្នាំ60លោកបានក្លាយជាអ្នករិះគន់ដ៏ខ្លាំងទៅលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសនិងការកំណត់ពន្ធយ៉ាងធ្ងន់ទៅលើប្រជាជនអាមេរិកនៅក្នុងឆ្នាំ1767ខណៈពេលដែលច្បាប់ Townshend ត្រូវបានអនុម័តនៅក្នុងសភាអង់គ្លេសលោក Washington ចាប់ផ្ដើមដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគមនៅខែឧសភាឆ្នាំ1769លោកបានដាក់សំណើឲ្យមានការធ្វើពហិការទំនិញរបស់អង់គ្លេសទាល់តែច្បាប់នោះត្រូវលុបចោលវិញនៅក្នុងឆ្នាំ1774លោកបានចូលរួមសមាជប្រចាំទ្វីបលើកទី1ដែលធ្វើឡើងនៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania ក្នុងនាមជាគណៈប្រតិភូមកពីរដ្ឋ Virginia នៅក្នុងឆ្នាំ1775លោកត្រូវបានតែងតាំងជាទីប្រឹក្សាយោធាសម្រាប់ទីក្រុង New York នៅក្នុងសមាជប្រចាំទ្វីបលើកទី2ដែលបានធ្វើឡើងតែប៉ុន្មានខែបន្ទាប់លោកត្រូវបានតែងតាំងជាអគ្គមេបញ្ជាការនៃកងទ័ពទាំងអស់បដិវត្តន៍អាមេរិកលោក George Washington ទទួលបន្ទុកលើការបញ្ជាកងទ័ព Continental Army នៅខែកក្កដាឆ្នាំ1775ក្នុងអំឡុងពេលមានការឡោមព័ទ្ធទីក្រុង Boston ក្នុងអំឡុងពេលសង្គ្រាមដ៏សែនអាក្រក់រយៈពេល8ឆ្នាំលោកបង្ហាញខ្លួនគាត់ថាជាឧត្តមសេនីយ៍ដ៏ឆ្នើមម្នាក់ដែលបំពាក់បំពន់កងទ័ពនិងនាំមុខពួកគេព្រមទាំងលើកទឹកចិត្តកងទ័ពជានិច្ចនៅក្នុងសមរភូមិលោក George Washington បានប្រយុទ្ធចាញ់ច្រើនជាងឈ្នះក៏ប៉ុន្តែគាត់បន្តប្រយុទ្ធដោយមិនលះបង់ជំហររបស់គាត់ឡើយយុទ្ធសាស្ត្រចម្បងរបស់គាត់នៅពេលនោះគឺដើម្បីយាយីកងទ័ពអង់គ្លេសជានិច្ចក្រោយមកខណៈពេលដែលគាត់កំពុងរៀបចំកងទ័ពបណ្ដុះបណ្ដាលនិងផ្គត់ផ្គង់សម្ភារៈស្ថានភាពចាប់ផ្ដើមប្រសើរឡើងសង្គ្រាមរវាងអាមេរិកនិងអង់គ្លេសបានបញ្ចប់នៅខែតុលាឆ្នាំ1781នៅពេលកងទ័ព Continental Army របស់អាមេរិកចាប់បានទ័ពអង់គ្លេសដែលឈរជើងនៅតំបន់ Yorktown ក្នុងរដ្ឋ Virginia នៅថ្ងៃទី19ខែតុលាឆ្នាំ1781ទ័ពអង់គ្លេសបានចុះចាញ់ហើយលោក George Washington បានក្លាយទៅជាវីរបុរសជាតិលោក George Washington នៅបន្តកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពរហូតដល់មានការចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងប៉ារីនៅថ្ងៃទី3ខែកញ្ញាឆ្នាំ1783
បន្ទាប់មកលោកបានលាលែងពីទូនីតិនិងបានវិលត្រឡប់ទៅចំការ Mount Vernon របស់គាត់វិញក្លាយជាប្រធានាធិបតីដំបូងរបស់អាមេរិកក្រោយពេលចប់សង្គ្រាមលោក George Washington សង្ឃឹមថានឹងបន្តជីវិតជាកសិកររបស់គាត់រហូតទោះយ៉ាងណាគាត់នៅតែយកចិត្តទុកដាក់លើនយោបាយជាតិហើយនៅក្នុងឆ្នាំ1785លោកបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ Mount Vernon នៅផ្ទះរបស់គាត់នៅក្នុងឆ្នាំ1786លោកមិនបានចូលរួមក្នុងកិច្ចប្រជុំ Annapolis ឡើយក៏ប៉ុន្តែនៅពេលកិច្ចប្រជុំធម្មនុញ្ញធ្វើឡើងនៅក្នុងឆ្នាំ1767ក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania លោកបានយល់ព្រមធ្វើជាអធិបតីភាពជាអ្នកដឹកនាំដ៏គួរឲ្យចាប់អារម្មណ៍របស់លោកបានធ្វើឲ្យគណៈប្រតិភូនៅក្នុងកិច្ចប្រជុំជឿថាលោកគឺជាបុគ្គលតែម្នាក់គត់ដែលស័ក្តិសមក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេសនៅថ្ងៃទី7ខែមករាឆ្នាំ1789មានការបោះឆ្នោតប្រធានាធិបតីជាលើកដំបូងហើយលោក Washington ឈ្នះការបោះឆ្នោតទទួលបានការគាំទ្រគ្រប់សន្លឹកឆ្នោតនៅថ្ងៃទី30ខែមេសាឆ្នាំ1789លោកបានស្បត់ចូលកាន់តំណែងនៅសាលសហព័ន្ធក្នុងទីក្រុងញូវយ៉កនៅក្នុងឆ្នាំ1792លោកបានឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិទី2ហើយនៅពេលអាណត្តិរបស់លោកបញ្ចប់ក្នុងឆ្នាំ1796លោកបានវិលត្រឡប់ទៅរស់នៅ Mount Vernon វិញនិងបដិសេធការកាន់តំណែងមួយអាណត្តិទៀតបរិសុទ្ធសំណាងបានប្រពន្ធល្អនិងស្ដុកស្ដំលោក George Washington បានរៀបការជាមួយនឹងស្ត្រីមេម៉ាយកូន2ម្នាក់ឈ្មោះ Martha Dencrick Custis នៅថ្ងៃទី6ខែមករាឆ្នាំ1759ភរិយារបស់គាត់ជាអ្នកមានស្ដុកស្ដំមានភាពវៃឆ្លាតនិងមានបទពិសោធន៍ពូកែខាងគ្រប់គ្រងអចលនទ្រព្យយើងអាចនិយាយបានថាគាត់ជាបុរសដ៏សំណាងម្នាក់ដោយមានប្រពន្ធដ៏សែនល្អទោះបីអ្នកទាំងពីរមិនមានកូនជាមួយគ្នាក្តីក៏ប៉ុន្តែពួកគេរស់នៅយ៉ាងចុះសម្រុងនឹងគ្នាលោកស្រឡាញ់កូនទាំងពីររបស់ភរិយាដូចជាកូនបង្កើតរបស់គាត់ដែរនៅពេលកូនចុងរបស់គាត់ឈ្មោះ Patsy បានស្លាប់នៅក្នុងឆ្នាំ1773លោកសោកសង្រេងយ៉ាងខ្លាំងនិងបានលុបចោលកិច្ចការពាក់ព័ន្ធទៅនឹងជំនួញរបស់គាត់ទាំងអស់ដោយនៅជាមួយភរិយាអស់រយៈពេល3ខែក្រោយមកកូនចុងទី2របស់គាត់ម្នាក់ទៀតឈ្មោះ John បានស្លាប់នៅក្នុងឆ្នាំ1781ពួកគាត់បានយកចៅចំនួន2នាក់មកចិញ្ចឹមទស្សនៈរបស់លោក George Washington ទី1ការរស់នៅម្នាក់ឯងប្រសើរជាងការសេពគប់ជាមួយមនុស្សមិនល្អទី2រដ្ឋធម្មនុញ្ញគឺជាមគ្គុទ្ទេសក៍ដ៏សំខាន់ដែលខ្ញុំមិនអាចបោះបង់ចោលបានទី3ការបន្លំខ្លួនធ្វើជាអ្នកស្នេហាជាតិគឺជាការបោកប្រាស់ទឹកចិត្តអ្នកដែលខំតស៊ូនិងអ្នកស្នេហាជាតិពិតប្រាកដទី4ក្តីប្រាថ្នាចម្បងរបស់ខ្ញុំគឺចង់ឃើញសង្គ្រាមនិងគ្រោះកាចរលាយផុតពីផែនដីទី5នៅពេលសេរីភាពចាប់ផ្ដើមចាក់ឫសវាប្រៀបដូចជារុក្ខជាតិមួយដើមដែលកំពុងលូតលាស់យ៉ាងលឿនទី6ការត្រៀមខ្លួនសម្រាប់សង្គ្រាមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរក្សាសន្តិភាពទី7 99% នៃភាពបរាជ័យកើតឡើងពីមនុស្សដែលមានលេសច្រើន